នេះបន្តទៅការចាក់ខាត់ជាបន្តគឺចេញពីខេត្តបៃលិនជួបជាមួយនឹងលោកវិចពឿនជំរាបសួរលោកពឿនសូមជម្រាបសួរនៅក្នុងការនេះសូមនឹងទូទៅជារបស់ដែលកំពុងការបានទស្សនាការផ្សាយទូទៅជារបស់ទីក្រុងបាត់ចាអរគុណច្រើនថាតាមមានអ្វីជំរាបជូនទស្សនិកជនព្រឹកនេះបាទពេលនេះខ្ញុំមានព័ត៌មានមួយគឺរដ្ឋបាលខេត្តបៃលិនសហការជាមួយព្រះមេគុណខេត្តទាំងពីរគណៈរៀបចំពិធីបុណ្យពិសាខបូជានៅវត្តរតនសម្ព័ន្ធវត្តកងកាងបាទចាសូមអញ្ជើញបាទគឺនៅនេះថ្ងៃទី1ខែឧសភាឆ្នាំ2025រដ្ឋបាលខេត្តបៃលិនសហការជាមួយព្រះមេគុណខេត្តទាំងពីរគណៈនិងព្រះចៅអធិការវត្តរតនសម្ព័ន្ធបានរៀបចំពិធីបុណ្យវិសាខបូជានៅវត្តរតនសម្ព័ន្ធហើយវត្តកងកាងស្ថិតនៅក្នុងភូមិវត្តក្នុងសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនពិធីបុណ្យនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនលោកស្រីអភិបាលរងខេត្តលោកស្រីប្រធានមន្ទីរអនុប្រធានមន្ទីរមន្ត្រីរាជការជំនាញជាមួយខេត្តព្រះមន្ត្រីព្រះសង្ឃទាំងពីរគណៈលោកយាយជីលោកតាជីព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកកព្រះវិជារតនញាណគ្រីមសារ៉ាត់ព្រះចៅអធិការវត្តរតនសម្ព័ន្ធបានមានសង្ឃដីកាថាវិសាខបូជាមកពីពាក្យថាវិសាខអនាម័យបូជាគឺជាការបូជាក្នុងថ្ងៃពេញបរមីខែវិសាខការប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន3ដែលទាក់ទងទៅនឹងព្រះសម្មាសម្ពុទ្ធគឺការប្រសូតការស្ដាប់ដឹងនិងការចូលព្រះបរិនិព្វានព្រះអង្គបានមានចង់វិការបន្តថាព្រះពុទ្ធមានព្រះនាមដើមថាព្រះសុខៈដែលជាព្រះបុត្រារបស់ព្រះនាងសិរិមហាមេយានិងព្រះបាទសុសោតនៈព្រះអង្គត្រូវបានគេហៅព្រះនាមជាច្រើនទៀតដូចជាព្រះសម្មាសម្ពុទ្ធព្រះសមគោតមព្រះព្រះស្រីព្រះសក្យមុនីព្រះបរមគ្រូព្រះសាស្ត្រាជាដើមព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបរមីខែវិសាខឆ្នាំចមុនគ្រិស្តសករាជចំនួន623ឆ្នាំនៅពេលមានប្រជជន29ព្រះវស្សាព្រះសុខៈបានជាប្រសាទលោកព្រះអង្គទ្រង់តាដឹងក្រោយពីខ្លាយខ្លួនជាអ្នកបួសអស់រយៈពេល6ឆ្នាំព្រះអង្គក៏បានតាដឹងខ្លាយជាព្រះពុទ្ធនៅថ្ងៃពុទ្ធពេញបរមីខែវិសាខឆ្នាំរកានាប្រទានជាភ្លឺព្រះបរមគ្រូនៃយើងទ្រង់ចូលព្រះបរិនិព្វាននៅពេលអង្គារពេញបរមីខែវិសាខឆ្នាំអសាញ់នៅពេលដែលព្រះអង្គមានប្រជជន80ព្រះវស្សាប្រវត្តិមកដល់ពេលនេះព្រះសក្យមុនីបានរលត់សង្ខារអស់រយៈពេល2569ឆ្នាំមកហើយព្រះសាសនាទ្រង់ប្រសូតត្រាស់ដឹងនឹងចូលបរិនិព្វានក្នុងថ្ងៃ15កើតពេញបរមីខែវិសាខដូចគ្នាគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះលោកជំទាវបណ្ឌិតបានព្រាមអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានមានប្រសាសន៍ថាការរៀបចំពិធីបុណ្យវិសាខបូជានេះគឺប្រពៃដែលប្រទេសជាតិរបស់យើងមានសុខសន្តិភាពចាលោកពឿនសូមអញ្ជើញបន្តការដឹកនាំស្លផនប្រសពរបស់នាយកអភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីលោកជំទាវបានមានប្រសាសន៍បន្តថាពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនាអាចរាប់បានថាជាពិធីនុសារណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមគោតមបរមគ្រូជាម្ចាស់នៅថ្ងៃពេញបរមីគឺថ្ងៃ15កើតខែវិសាខដែលទានកុហកនិងបុព្វជិតតែងតែធ្វើសក្ការៈបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរជាងនេះទៅទៀតប្រទេសជិត200ដែលជាសមាជិកនៃអង្គការអន្តរជាតិក៏បានអនុម័តនិងទទួលស្គាល់បុណ្យវិសាខបូជាជាបុណ្យអន្តរជាតិកាលពីឆ្នាំ1999ផងដែរបាទសូមពីខេត្តបៃលិនមកបានពីជំរាបសូមចាប់តែនេះបាទចាអរគុណច្រើនលោកពឿនសម្រាប់ការជម្រាបជូនព័ត៌មានចេញពីខេត្តបៃលិនព្រឹកនេះជួបគ្នាឱកាសក្រោយទៀតជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ